Mức nâng bị sai chỉ vật bất rồi bó con ông kẻ nơi khung ri cho bèn chấn, bắn tốt bị cả đua lúng này rồi bó bì chỉ nhị dùng. Chun tam sầm nồng po rồi bỏ bom ốn đã trong đăng bàn thèm ông pi chỉ vật rồi bỏ con ông kẻ, bắn tốt bị video muốn nhầm bàn lướt vô sai chỉ vật rồi bỏ ri amát, sấy nóng nâng phi liên bom ra nơi khung ri cho bèn một chụp điệp chun rồi một hài. Đối với nơi khung video ní dươngនឹងបន្តមកស្គាល់ពីមនុស្សមួយក្រុមទៀតដែលធ្លាប់មានភារកិច្ចឈរយាមនៅតាមទ្វារនិងតំបន់សំខាន់ៗនៅក្នុងរាជវាំងការពារព្រះមហាក្សត្រនិងរាជវង្សហើយមួយចំនួនថែមទាំងបានស្បត់ថានឹងបំពេញភារកិច្ចរបស់ខ្លួនរហូតដល់ដង្ហើមចុងក្រោយប៉ុន្តែនៅពេលដែលរបបអធិរាជចិនបានដួលរលំហើយរាជវង្សដែលពួកគេធ្លាប់តែបម្រើលែងមានអំណាចទៀតតើជីវិតរបស់ពួកគេត្រូវបានប្រែប្រួលយ៉ាងណាតើពួកគេត្រូវរំសាយចោលតើពួកគេនៅតែបន្តរស់នៅក្នុងរាជវាំងដែរឬទេឬក៏ត្រូវចាក់ចែងទៅរស់នៅជាមនុស្សធម្មតាហើយចាប់ផ្ដើមជីវិតពីសូន្យឡើងមកវិញចា៎កុំអោយខាតពេលវេលាយូរយើងនឹងទៅតាមដានរឿងនេះទាំងអស់គ្នាអស់រយៈពេលរាប់សតវត្សមកហើយកងអង្គរៈរាជវាំងគឺជានិមិត្តរូបនៃកិត្តិយសវិន័យនិងភាពស្មោះត្រង់ពួកគេជាអ្នកដែលអាចចូលទៅកាន់តំបន់សំខាន់បំផុតក្នុងរាជវាំងនិងជាមនុស្សដែលអធិរាជទុកចិត្តជាងគេនៅក្នុងប្រទេសចិនសម័យបុរាណកងអង្គរៈមិនមែនជាទាហានធម្មតាទេពួកគេគឺជាកងកម្លាំងវីរៈជននិងត្រូវបានជ្រើសរើសយ៉ាងតឹងរ៉ឹងពីទាហានល្អបំផុតនៅក្នុងចក្រភពជាពិសេសនៅក្នុងរាជវង្សឈីងកងអង្គរៈភាគច្រើនមកពីប្រព័ន្ធសំខាន់ៗទាំង8ដែលជាកងទ័ពស្នូលរបស់រាជវង្សម៉ាន់ជូការជ្រើសរើសមិនមែនពឹងផ្អែកលើកម្លាំងរាងកាយប៉ុណ្ណោះទេពួកគេត្រូវមានប្រវត្តិគ្រួសារច្បាស់លាស់មានភាពស្មោះត្រង់និងមិនធ្លាប់មានទំនាក់ទំនងជាមួយនឹងក្រុមបះបោរមុននឹងអាចចូលបម្រើពួកគេត្រូវឆ្លងកាត់ការវឹកវើយ៉ាងលំបាកទាំងការជិះសេះបាញ់ធ្នូប្រើដាវលំពែងនិងក្រោយមកទៀតរៀនប្រើកំភ្លើងនៅសម័យថ្មីផងដែរជីវិតរបស់ពួកគេគឺស្ថិតនៅក្រោមវិន័យដ៏តឹងរ៉ឹងពួកគេត្រូវឈរយាមតាមទ្វាររាជវាំងការពារព្រះបរមរាជវាំងព្រះរាជពិធីនិងអមដំណើរអធិរាជនៅពេលយាងចេញទៅក្រៅរាជវាំងកំហុសតូចមួយអាចនឹងមានន័យថាបាត់បង់តំណែងឬសូម្បីតែជីវិតប៉ុន្តែនៅដើមសតវត្សទី20ស្ថានភាពបានប្រែប្រួលយ៉ាងឆាប់រហ័សរាជវង្សឈីងកំពុងចុះខ្សោយដោយសារសម្ពាធពីមហាអំណាចបរទេសវិបត្តិសេដ្ឋកិច្ចនិងការបាក់បោកផ្ទៃក្នុងទោះបីកងអង្គរៈនៅតែបំពេញភារកិច្ចប្រចាំថ្ងៃក៏ដោយពួកគេចាប់ផ្ដើមដឹងថាពិភពលោកដែលខ្លួនបានស្គាល់កំពុងឈានទៅរកទីបញ្ចប់នៅឆ្នាំ1911បដិវត្តន៍សៀងហៃក៏បានផ្ទុះឡើងហើយនៅឆ្នាំ1912អធិរាជភូអ៊ីក៏បានដាក់រាជហើយការដាក់រាជនេះបានបញ្ចប់របបអធិរាជដែលមានអាយុកាលជាង2000ឆ្នាំប៉ុន្តែដោយសារតែកិច្ចព្រមព្រៀងរវាងរាជវង្សឈីងនិងរដ្ឋាភិបាលសាធារណរដ្ឋថ្មីភូអ៊ីក៏នៅតែត្រូវបានអនុញ្ញាតឲ្យរស់នៅក្នុងរាជវាំងដដែលដូច្នេះកងអង្គរៈមួយចំនួនក៏នៅតែបន្តបំពេញភារកិច្ចដដែលទោះបីជាលែងមានអាណាចក្រដែលពួកគេត្រូវការពារទៀតក៏ដោយប៉ុន្តែការងាររបស់ពួកគេលែងមានដូចមុនហើយចំពោះកងអង្គរៈក៏ត្រូវកាត់បន្ថយថវិការដ្ឋដែលធ្លាប់គ្រប់គ្រងរាជវាំងក៏ត្រូវបាត់បង់ប្រាក់ខែយឺតយ៉ាវហើយឯកសណ្ឋាននិងអាវុធជាច្រើនក៏លែងត្រូវបានជួសជុលឬផ្លាស់ប្ដូរថ្មីដែរអង្គរៈជាច្រើនក៏ចាប់ផ្ដើមរស់នៅក្នុងភាពមិនច្បាស់លាស់ពួកគេមិនដឹងថាថ្ងៃណានឹងត្រូវបញ្ឈប់ពីការងារហើយក៏មិនដឹងថាបើចេញពីរាជវាំងទៅតើគួររកស៊ីអ្វីនោះដែរការផ្លាស់ប្ដូរដ៏ធំបំផុតបានកើតឡើងនៅក្នុងឆ្នាំ1924គឺនៅពេលដែលមេទ័ពហ្វាំងយូសៀងបានធ្វើរដ្ឋប្រហារហើយបញ្ជាឲ្យអធិរាជភូអ៊ីចាក់ចេញពីរាជវាំងជាបន្ទាន់នៅថ្ងៃនោះកងអង្គរៈដែលធ្លាប់ស្បត់ការពារអធិរាជបានឈរមើលដោយគ្មានអំណាចអ្វីអាចធ្វើបានពួកគេមិនអាចប្រឆាំងទៅនឹងកងទ័ពសម័យថ្មីបានឡើយ
ការប្រើកម្លាំងមានន័យថាស្លាប់ដោយឥតប្រយោជន៍ទេនៅពេលដែលទ្វាររាជវាំងបិទជាស្ថាពរកងអង្គរៈជាច្រើនក៏បាត់បង់ការងារភ្លាមមនុស្សដែលធ្លាប់រស់នៅក្នុងប្រព័ន្ធរាជវាំងអស់ជាច្រើនឆ្នាំក៏ត្រូវចេញមករស់នៅក្នុងសង្គមដែលផ្លាស់ប្ដូរទាំងស្រុងពួកគេជាច្រើនមិនចេះធ្វើអាជីវកម្មមិនមានជំនាញស៊ីវិលនិងមិនស្គាល់អ្វីដែលជាជីវិតនៅក្រៅរាជវាំងឡើយអ្វីដែលពួកគេចេះល្អបំផុតគឺជាការកាន់អាវុធការយាមនិងការគោរពវិន័យដូច្នេះអតីតអង្គរៈមួយចំនួនបានចូលបម្រើកងទ័ពរបស់មេទ័ពផ្សេងៗដែលកំពុងប្រយុទ្ធគ្នានៅក្នុងសម័យសង្គ្រាមមេទ័ពអ្នកខ្លះក្លាយទៅជាអ្នកយាមធនាគារអ្នកយាមក្រុមហ៊ុនឬអ្នកការពារផ្ទះរបស់អ្នកមានប៉ុន្តែប្រាក់ចំណូលនិងកិត្តិយសមិនអាចប្រៀបធៀបទៅនឹងពេលដែលនៅក្នុងរាជវាំងបានទៀតឡើយរីឯអ្នកខ្លះទៀតបន្ទាប់ពីអាយុកាន់តែច្រើនមិនអាចធ្វើការជាអ្នកយាមបានទៀតក៏ត្រូវរស់នៅក្នុងភាពក្រីក្រពួកគេមួយចំនួនលុះឯកសណ្ឋានចាស់ដាវឬរបស់របរដែលនៅសេសសល់ពីសម័យរាជវាំងដើម្បីផ្គត់ផ្គង់ជីវភាពបន្ទាប់ពីត្រូវបានចាក់ចេញពីរាជវាំងអតីតកងអង្គរៈទាំងនេះបានដឹងថាអ្វីដែលពិបាកបំផុតមិនមែនជាការបាត់បង់ការងារនោះទេប៉ុន្តែគឺជាការបាត់បង់នៅអត្តសញ្ញាណពេញមួយជីវិតពួកគេត្រូវបានបង្រៀនថាខ្លួនមានភារកិច្ចតែមួយគត់គឺការពារអធិរាជកិត្តិយសរបស់ពួកគេអំណាចរបស់ពួកគេនិងការរស់នៅរបស់ពួកគេសិតតែភ្ជាប់ជាមួយនឹងរាជវាំងនៅពេលរាជវាំងលែងមានតួនាទីនៅក្នុងការគ្រប់គ្រងប្រទេសពួកគេក៏ហាក់ដូចជាមនុស្សដែលគ្មានទីកន្លែងឈរនៅក្នុងសង្គមថ្មីប្រទេសចិននៅពេលនោះក៏មិនមានស្ថិរភាពដែរក្រោយការដួលរលំនៃរាជវង្សឈិងប្រទេសបានធ្លាក់ចូលទៅក្នុងសម័យដែលគេហៅថាសម័យមេទ័ពនៅក្នុងតំបន់ផ្សេងៗប្រកួតប្រជែងដណ្ដើមអំណាចហើយការប្រយុទ្ធក៏បានកើតឡើងជាញឹកញាប់សម្រាប់អតីតកងអង្គរៈដែលមានបទពិសោធន៍ផ្នែកយោធានេះគឺជាជម្រើសការងារមួយដែលនៅសល់មានអ្នកខ្លះបានចូលបម្រើក្រោមមេទ័ពល្បីៗដោយប្រើជំនាញដែលខ្លួនធ្លាប់រៀននៅក្នុងរាជវាំងទោះជាយ៉ាងណាភាពខុសគ្នាគឺធំធេងណាស់កាលពីនៅក្នុងរាជវាំងពួកគេមានបេសកកម្មការពារអធិរាជនិងជានិមិត្តរូបនៃចក្រភពប៉ុន្តែនៅក្នុងកងទ័ពរបស់មេទ័ពពួកគេត្រូវប្រយុទ្ធដើម្បីផលប្រយោជន៍របស់អ្នកដឹកនាំនីមួយៗដែលអាចចាញ់ឬត្រូវផ្ដួលរលំបានគ្រប់ពេលអ្នកខ្លះក៏បានបាត់បង់ជីវិតយោធាទាំងស្រុងពួកគេយកបទពិសោធន៍នៃការយាមមកធ្វើជាអ្នកការពារធនធានអ្នកយាមឃ្លាំងអ្នកយាមស្ថានទូតឬអ្នកការពារគេហដ្ឋានរបស់អ្នកជំនួញធំៗនៅក្នុងទីក្រុងប៉េកាំងនិងធានជីងទោះបីជាការងារទាំងនេះមានភាពស្រដៀងគ្នាប៉ុន្តែកិត្តិយសដែលពួកគេធ្លាប់មានមិនអាចវិលត្រឡប់មកវិញបានឡើយអតីតអង្គរៈជាច្រើនក៏ត្រូវប្រឈមមុខទៅនឹងបញ្ហាមួយទៀតគឺអាយុមនុស្សដែលបានបម្រើនៅក្នុងរាជវាំងអស់ជាច្រើនទសវត្សរ៍មិនអាចចាប់ផ្ដើមជីវិតថ្មីងាយឡើយនៅពេលពួកគេចាស់កម្លាំងរាងកាយក៏ថយចុះហើយការងារជាអ្នកយាមក៏គេលែងត្រូវការពួកគេមនុស្សខ្លះរស់នៅដោយប្រាក់ខែសន្សំតិចតួចខ្លះពឹងផ្អែកទៅលើកូនចៅខណៈអ្នកខ្លះទៀតរស់នៅក្នុងភាពក្រីក្ររហូតដល់ថ្ងៃស្លាប់នៅឆ្នាំ1931ជប៉ុនបានឈ្លានពានតំបន់ម៉ាន់ជូរីហើយក្រោយមកក៏បានបង្កើតរដ្ឋមួយឈ្មោះថារដ្ឋម៉ាន់ជូគួរអធិរាជភូអ៊ីដែលធ្លាប់ជាអធិរាជចុងក្រោយនៃរាជវង្សឈិងក៏ត្រូវបានជប៉ុនតែងតាំងជាមេដឹកនាំនៃរដ្ឋអាយ៉ងនេះពេលនោះអតីតកងអង្គរៈមួយចំនួនដែលនៅតែស្មោះត្រង់ចំពោះអធិរាជភូអ៊ីក៏បានធ្វើដំណើរទៅតំបន់ម៉ាន់ជូគួរដើម្បីបម្រើទ្រង់ពួកគេសង្ឃឹមថារាជវង្សឈិងនឹងអាចវិលត្រឡប់រស់ឡើងវិញប៉ុន្តែការពិតទៅគឺរដ្ឋម៉ាន់ជូគួរស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពជប៉ុនហើយអំណាចរបស់ភូអ៊ីមានត្រឹមតែនៅលើក្រដាស់តែប៉ុណ្ណោះអង្គរៈទាំងនោះក៏គ្រាន់តែបម្រើនៅក្នុងប្រព័ន្ធដែលជប៉ុនបានរៀបចំមិនមែនជាការរស់ឡើងវិញនៃអាណាចក្រឈិងដោយដែលពួកគេស្រមៃនោះឡើយបន្ទាប់ពីសង្គ្រាមលោកលើកទី2បញ្ចប់នៅក្នុងឆ្នាំ1945រដ្ឋម៉ាន់ជូគួរក៏ត្រូវបានដួលរលំផងដែរ
អ្នកដែលធ្លាប់បម្រើនៅទីនោះខ្លះក៏ត្រូវចាប់ខ្លួនខ្លះក៏ត្រឡប់ទៅស្រុកកំណើតដោយដៃទទេហើយខ្លះទៀតក៏បាត់ខ្លួននៅក្នុងភាពវឹកវរនៃសង្គ្រាមរហូតមកដល់ឆ្នាំ1949បន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រព័ន្ធចាស់ដែលពាក់ព័ន្ធទៅនឹងរាជវង្សក៏ត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុងហើយសម្រាប់អតីតកងអង្គរៈនេះគឺជាចំណុចបញ្ចប់ចុងក្រោយនៃជីវិតដែលធ្លាប់ភ្ជាប់ជាមួយនឹងអធិរាជរដ្ឋាភិបាលថ្មីមិនត្រូវការកងអង្គរៈរាជវាំងទៀតឡើយអ្នកដែលនៅរស់នៅក៏រស់ដូចជាប្រជាពលរដ្ឋធម្មតាមនុស្សខ្លះលែអតីតកាលរបស់ខ្លួនព្រោះខ្លាចថាការធ្លាប់បម្រើរាជវង្សអាចធ្វើឲ្យខ្លួនឯងមានបញ្ហានៅក្នុងសង្គមថ្មីមានអ្នកខ្លះមិនដែលនិយាយប្រាប់សូម្បីតែកូនចៅថាខ្លួនធ្លាប់ជាអង្គរៈរបស់អធិរាជឡើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺអតីតអង្គរៈមួយចំនួនបានក្លាយជាសាក្សីរស់នៃប្រវត្តិសាស្ត្រពួកគេបានផ្ដល់បទសម្ភាសន៍ដល់អ្នកស្រាវជ្រាវនិងអ្នកនិពន្ធអំពីរបៀបយាមរាជវាំងការបដូរវេនការត្រួតពិនិត្យអ្នកចូលចេញនិងជីវិតប្រចាំថ្ងៃនៅក្នុងដំណាក់ហាមឃាត់ប្រសិនបើគ្មានការរៀបរាប់របស់ពួកគេទេព័ត៌មានលម្អិតជាច្រើនអំពីប្រព័ន្ធសន្តិសុខរបស់រាជវាំងក៏ប្រហែលជាបាត់បង់ទៅជាមួយប្រវត្តិសាស្ត្រនោះទៅហើយជាងមួយទសវត្សរ៍កន្លងផុតទៅសប្តាហ៍ថ្ងៃព្រះបរមរាជវាំងក៏លែងមានអធិរាជស្រីស្នំភីលៀងអាម៉ាតឬកងអង្គរៈឈរយាមដោយអតីតកាលទៀតហើយកន្លែងដែលធ្លាប់មានទាហានឈរយាមជាមួយនឹងឯកសណ្ឋានប្រពៃណីក៏បានក្លាយទៅជាសារមន្ទីរដែលទទួលភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំជីវិតរបស់អង្គរៈរាជវាំងគឺជាភស្តុតាងមួយថាភាពស្មោះត្រង់និងកិត្តិយសអាចមានតម្លៃខ្ពស់ប៉ុន្តែមនុស្សម្នាក់ដែលភ្ជាប់ជោគវាសនាទាំងស្រុងទៅនឹងរបបនយោបាយមួយក៏នឹងប្រឈមមុខនឹងការផ្លាស់ប្ដូរដ៏ធំនៅពេលដែលរបបនោះដួលរលំហើយនៅទីបញ្ចប់កងអង្គរៈទាំងនោះមិនមែនបាត់បង់តែការងារប៉ុណ្ណោះទេប៉ុន្តែពួកគេបាត់បង់ពិភពលោកទាំងមូលដែលខ្លួនធ្លាប់រស់នៅពីមនុស្សដែលធ្លាប់ឈរយាមអធិរាជដ៏មានអំណាចបំផុតនៅលើផែនដីពួកគេក៏បានក្លាយទៅជាប្រជាពលរដ្ឋធម្មតាដែលរស់នៅស្ងៀមស្ងាត់នៅក្នុងសម័យថ្មីនេះគឺជាចុងបញ្ចប់នៃកងអង្គរៈរាជវាំងដែលមិនត្រឹមតែបញ្ចប់អាជីពរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែក៏បានបិទទំព័រមួយនៃប្រវត្តិសាស្ត្រចិនដែលធ្លាប់មានរយៈពេលជាង 2000 ឆ្នាំផងដែរចា៎អរគុណសម្រាប់ការទស្សនាសង្ឃឹមថាបងប្អូននឹងពេញចិត្តវីដេអូនេះហើយសូមផ្ញើវីដេអូនេះពិសេសជូនអ្នកសំណូមពរផងចា៎ហើយបើសិនជាមានកំហុសឆ្គងត្រង់កន្លែងណាសូមខន្តីអភ័យទោសផងចា៎ជួបគ្នានៅវីដេអូក្រោយជម្រាបលា